คล้ายជាកំណត់ត្រាពិភពលោកហើយកាលពីថ្ងៃទី7ខែសីហាឆ្នាំ2026នៅទីក្រុងម៉ាកាសដែលជាទីក្រុងដ៏ស័ក្តិសិទ្ធិបំផុតនៅក្នុងពិភពអ៊ីស្លាមមេដឹកនាំមកពីមហាអំណាចមូស្លីមទាំង3បានចូលរួមនៅក្នុងបន្ទប់ប្រជុំមួយហើយបានចុះហត្ថលេខាលើអ្វីដែលប្រព័ន្ធផ្សព្វផ្សាយពិភពលោកហៅថា NATO នៃពិភពលោករបស់មូស្លីមអារ៉ាប៊ីសាអូឌីតទួរគីនិងប៉ាគីស្ថានបានចុះហត្ថលេខានៅលើសន្ធិសញ្ញាការពារជាតិរួម MECA Joint Defense Agreement ដែលមានលក្ខខណ្ឌចម្បងគឺប្រសិនបើប្រទេសណាមួយក្នុងចំណោមប្រទេសទាំង3ត្រូវបានគេវាយប្រហារប្រទេសទាំង3នឹងសងសឹករួមគ្នាភ្លាមៗគឺដូចជាមាត្រាទី5នៃអង្គការ NATO ដែលសហរដ្ឋអាមេរិកតែងតែអនុវត្តជាប្រចាំប្រទេសទាំង3នេះគឺមិនធម្មតាឡើយអារ៉ាប៊ីសាអូឌីតគឺជាអ្នកផលិតប្រេងធំជាងគេក្នុងពិភពលោកទួរគីមានយោធាខ្លាំងបំផុតនៅមជ្ឈិមបូព៌ាហើយប៉ាគីស្ថានគឺជាប្រទេសដែលមានឥទ្ធិពលមួយជាប្រទេសមូស្លីមតែមួយគត់នៅលើពិភពលោកដែលមានគ្រាប់បែកនុយក្លេអ៊ែរប្រហែល170គ្រាប់ហើយចំនួនប្រជាជនសរុបនៃប្រទេសទាំង3នេះ500លាននាក់ហើយក៏ធ្វើឲ្យទីក្រុង Washington និងទីក្រុង Tel Aviv ដកដង្ហើមមិនស្រួលដែរកិច្ចព្រមព្រៀងនេះបានកើតឡើងជាមួយនឹងសញ្ញាច្បាស់លាស់មួយដែលសហរដ្ឋអាមេរិកលែងជាសម្ព័ន្ធមិត្តដែលអាចទុកចិត្តបាននៅក្នុងក្រសែភ្នែករបស់ពិភពអារ៉ាប់ទៀតហើយនៅក្នុងវីដេអូនេះគេហទំព័រ Make New Asia នឹងជម្រាបជូនដើម្បីបង្ហាញពីមូលហេតុដែលកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រនេះបានកើតឡើងយើងត្រូវត្រឡប់ទៅកាលពីថ្ងៃទី28ខែកុម្ភៈឆ្នាំ2026វិញពីព្រោះអ្វីៗទាំងអស់បានកើតចេញពីការសម្រេចចិត្តតែមួយនៅថ្ងៃនោះថ្ងៃដែលសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានរួមគ្នាវាយប្រហារលើប្រទេសអ៊ីរ៉ង់ក្នុងប្រតិបត្តិការមួយដែលមានឈ្មោះថា Operation Epic Fury មេដឹកនាំកំពូលរបស់អ៊ីរ៉ង់និងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់បានស្លាប់នៅយប់នោះបើស្ដាប់ទៅហាក់ដូចជាសហរដ្ឋអាមេរិកបានឈ្នះហើយមែនទេប៉ុន្តែសង្គ្រាមនៅមិនទាន់បញ្ចប់ត្រឹមនេះទេអ៊ីរ៉ង់បានសងសឹកវិញយ៉ាងខ្លាំងក្លាហើយ7ខែក្រោយមកសង្គ្រាមនៅតែបន្តតម្លៃប្រេងបានកើនឡើងដល់កម្រិតខ្ពស់បំផុតសេដ្ឋកិច្ចពិភពលោកត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងហើយសំខាន់បំផុតសម្ព័ន្ធមិត្តចាស់ៗរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ាបានចាប់ផ្ដើមសួរថាតើទីក្រុង Washington នៅតែអាចការពារពួកគេបានដែរឬទេហើយការសងសឹករបស់អ៊ីរ៉ង់គឺមានសារៈសំខាន់ពីព្រោះពួកគេបានបិទច្រកសមុទ្រហុកមូសដែលជាផ្លូវទឹកតូចចង្អៀតរវាងអ៊ីរ៉ង់និងអូម៉ង់ដែលមានទទឹងត្រឹមតែ38គីឡូម៉ែត្រនៅចំណុចតូចចង្អៀតបំផុតប៉ុន្តែជារៀងរាល់ថ្ងៃប្រេងប្រហែល20លានបារ៉ែលនឹងត្រូវឆ្លងកាត់ច្រកសមុទ្រនេះដែលតំណាងឲ្យ 20% នៃការនាំចេញប្រេងសរុបរបស់ពិភពលោកតម្លៃប្រេង Brent crude ដែលជាតម្លៃស្តង់ដារសម្រាប់ប្រេងឆៅសកលបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានគឺ$126ក្នុង1បារ៉ែលនៅដើមខែមីនាឆ្នាំ2026ទីភ្នាក់ងារថាមពលអន្តរជាតិ IEA ដែលជាអង្គការអន្តរជាតិមួយដែលតាមដានស្ថានភាពថាមពលសកលបានប្រកាសយ៉ាងច្បាស់ថានេះគឺជាការរំខានដ៏ធំបំផុតចំពោះការផ្គត់ផ្គង់ប្រេងក្នុងប្រវត្តិសាស្ត្រទីផ្សារប្រេងសកលទោះធ្លាប់មានវិបត្តិប្រេងឆ្នាំ1973នៅពេលដែលប្រទេសអារ៉ាប់បានធ្វើពហិការសហរដ្ឋអាមេរិកឬវិបត្តិឆ្នាំ1979ក្នុងកំឡុងពេលបដិវត្តន៍របស់អ៊ីរ៉ង់ឬសង្គ្រាមឈូងសមុទ្រឆ្នាំ1990មិនដែលធ្ងន់ធ្ងរដូចពេលនេះទេហើយអ៊ីរ៉ង់មិនត្រឹមតែបិទខ្សែផ្គត់ផ្គង់ប្រេងតាមច្រកសមុទ្រហុកមូសនោះទេតែក្រុមប្រដាប់អាវុធដែលខ្លួនគ្រប់គ្រងនៅក្នុងប្រទេសយេម៉ែនអ៊ីរ៉ាក់លីបង់ដែលអ្នកវិភាគហៅថាជា Proxy បានវាយប្រហារអារ៉ាប៊ីសាអូឌីតម្ដងហើយម្ដងទៀតរោងចក្រចម្រាញ់ប្រេងអារ៉ាប៊ីសាអូឌីតត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនិងមីស៊ីលហើយនាវាដឹកប្រេងអារ៉ាប៊ីសាអូឌីតដែលព្យាយាមនាំប្រេងចេញតាមផ្លូវផ្សេងក៏ត្រូវវាយប្រហារដដែលស្ថានភាពរបស់អារ៉ាប៊ីសាអូឌីតនៅពេលនោះគឺធ្ងន់ធ្ងរណាស់នេះហើយជាចំណុចដែលអារ៉ាប៊ីសាអូឌីតបានដឹងថាសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តយូរអង្វែងរបស់ពួកគេអស់រយៈពេលជាច្រើនទសវត្សរ៍លែងអាចការពារពួកគេបានគ្រប់គ្រាន់ទៀតហើយដោយសហរដ្ឋអាមេរិកខ្លួនឯងកំពុងតែតស៊ូដើម្បីបញ្ឈប់អ៊ីរ៉ង់មិនបានជោគជ័យផងដូច្នេះតើមានកម្លាំងអ្វីដើម្បីមកការពារអារ៉ាប៊ីសាអូឌីតបាននៅទីបំផុត MBS ឬព្រះអង្គម្ចាស់មូហាម៉ាត់ប៊ីនសាល់ម៉ានព្រះអង្គម្ចាស់រាជទាយាទនិងជាមេដឹកនាំរបស់អារ៉ាប៊ីសាអូឌីតបានសម្រេចចិត្តចាត់វិធានការក្នុងករណីនោះក្តារអុករបស់ MBS មិនមែនទើបតែចាប់ផ្ដើមទេពីព្រោះគ្រឹះត្រូវបានរៀបចំតាំងពីមុនសង្គ្រាមមកម្លេះត្រឡប់ទៅថ្ងៃទី17ខែសីហាឆ្នាំ2025
អារ៉ាប៊ីសាអូឌីតនិងប៉ាគីស្ថានបានចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិទ្វេភាគីដែលត្រូវបានគេស្គាល់ថាជា Strategy Defense Agreement នៅព្រះរាជវាំង Al Yamamah ក្នុងទីក្រុងរីយ៉ាតកិច្ចព្រមព្រៀងនេះចុះហត្ថលេខាដោយ MBS និងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif បានបង្កើតកិច្ចពិភាក្សាជាច្រើនក្នុងរង្វង់យុទ្ធសាស្ត្ររដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថានបានបញ្ជាក់ថាកម្មវិធីនុយក្លេអ៊ែររបស់ប៉ាគីស្ថាននឹងមានសម្រាប់អារ៉ាប៊ីសាអូឌីតប្រសិនបើចាំបាច់តែក្រោយមកអាជ្ញាធរប៉ាគីស្ថានបានបញ្ជាក់យ៉ាងឆាប់រហ័សថាកិច្ចព្រមព្រៀងនេះមិនបានគ្របដណ្ដប់លើអាវុធនុយក្លេអ៊ែរទេតែសញ្ញានេះច្បាស់ណាស់សម្រាប់មនុស្សគ្រប់គ្នាដែលបានឮបន្ទាប់ពីមានចំនួនអ៊ឺរ៉ង់បានចាប់ផ្ដើមអារ៉ាប៊ីសាអូឌីតត្រូវបានវាយប្រហារម្ដងហើយម្ដងទៀត MBS បានសម្រេចចិត្តពង្រីកវិសាលភាពនៃកិច្ចព្រមព្រៀងទ្វេភាគីសាអូឌីតប៉ាគីទៅជាកិច្ចព្រមព្រៀងត្រីភាគីទាញប្រទេសទួរគីមកចូលរួមប្រធានាធិបតី Recep Tayyip Erdogan បានហោះហើរមកដោយផ្ទាល់ជួបជាមួយ MBS និងនាយករដ្ឋមន្ត្រី Shehbaz Sharif ហើយមេដឹកនាំទាំង3អង្គុយចុះនៅក្នុងទីក្រុងម៉ាកាសនៅថ្ងៃទី7ខែសីហាឆ្នាំ2026ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិរួមគ្នាក្នុងទីក្រុងម៉ាកាសរូបភាពនៃព្រឹត្តិការណ៍នេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទូទាំងពិភពលោកមេដឹកនាំនៃប្រទេសទាំង3បានធ្វើសូឡាត់ជូម៉ារួមគ្នានៅថ្ងៃសុក្រនៅក្នុងទីក្រុងដ៏ស័ក្តិសិទ្ធិម៉ាកាសមុនពេលចុះហត្ថលេខាលើកិច្ចសន្យារូបភាពនោះមានទម្ងន់ធ្ងន់ជានិមិត្តរូបដ៏ធំធេងពីព្រោះក្រៅពីការបង្ហាញពីកិច្ចព្រមព្រៀងជាយុទ្ធសាស្ត្រក៏បង្ហាញពីកិច្ចព្រមព្រៀងដែលចងភ្ជាប់គ្នាដោយវប្បធម៌និងសាសនារួមគ្នាផងដែរអ្វីដែលធ្វើឲ្យកិច្ចព្រមព្រៀងនេះរឹងមាំជាងការចុះហត្ថលេខាលើក្រដាសដ៏សាមញ្ញនោះគឺខ្លឹមសារនៃសន្ធិសញ្ញាក្រៅពីគោលការណ៍នៃការវាយប្រហារប្រទេសមួយស្មើនឹងការវាយប្រហារប្រទេសទាំង3កិច្ចព្រមព្រៀងនេះក៏បានបញ្ជាក់ពីការវឹកវើយោធារួមគ្នាក្នុងវិស័យ3ផ្សេងៗគ្នាការផ្លាស់ប្ដូរព័ត៌មានស៊ើបការសម្ងាត់និងការផ្ទេរបច្ចេកវិទ្យាយោធាក្នុងចំណោមប្រទេសទាំង3មិនមែនគ្រាន់តែជាការចុះហត្ថលេខាលើក្រដាសមួយសន្លឹកហើយយកទៅទុកនោះទេតែកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខដែលអាចដំណើរការបានពិតប្រាកដនៅក្នុងសមរភូមិពេលនេះយើងមកពិនិត្យមើលតើហេតុអ្វីទើបត្រូវយកប្រទេសទួរគីនិងប្រទេសប៉ាគីស្ថានប្រទេសទួរគីមានអំណាចយោធាខ្លាំងកងទ័ពទួរគីត្រូវបានចាត់ទុកជាកម្លាំងសំខាន់ដោយមានយោធាធំទី2ក្នុងអង្គការ NATO បន្ទាប់ពីសហរដ្ឋអាមេរិកប្រទេសទួរគីមានបទពិសោធន៍ប្រយុទ្ធពិតប្រាកដក្នុងសមរភូមិជាច្រើនទាំងនៅក្នុងប្រទេសស៊ីរីលីប៊ីនិងអាមេនីហើយក៏ផលិតយន្តហោះគ្មានមនុស្សបើក Bayraktar TB2 ផ្ទាល់ខ្លួនផងដែរហើយបង្ហាញថាមានប្រសិទ្ធភាពខ្ពស់នៅក្នុងតំបន់ប្រយុទ្ធជាច្រើនប៉ុន្តែអ្វីសំខាន់ជាងអំណាចយោធាគឺលោកអេដូកែនបានដើរតួឯករាជ្យពេញមួយអាជីពនយោបាយរបស់គាត់នៅពេលដែលទួរគីគឺជាសមាជិក NATO ប៉ុន្តែក្នុងពេលជាមួយគ្នានោះក៏បានទិញយន្តហោះប្រព័ន្ធមីស៊ីលពីរុស្ស៊ីមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិននិងជារឿយៗតែងតែមានចំនួនដោយបើកចំហជាមួយសហរដ្ឋអាមេរិកលោកអេរីកែនដឹងថាអំណាចស្ថិតនៅលើការមិនចងភ្ជាប់ទៅនឹងភាគីណាមួយកិច្ចព្រមព្រៀងនេះបញ្ជាក់ថាទួរគីកំពុងធ្វើខ្លួនជាមហាអំណាចក្នុងតំបន់ពេញលេញមិនមែនជាអាយ៉ងរបស់លោកខាងលិចនោះទេហើយអ្វីដែលត្រូវបានគេនិយាយច្រើនបំផុតនៅក្នុងប្រទេសប៉ាគីស្ថានគឺកម្មវិធីអាវុធនុយក្លេអ៊ែរប៉ាគីស្ថានមានក្បាលគ្រាប់អាវុធនុយក្លេអ៊ែរប្រហែល170គ្រាប់ហើយជាប្រទេសមូស្លីមតែមួយគត់នៅក្នុងពិភពលោកដែលមានអាវុធបែបនេះការចូលរួមរបស់ប៉ាគីស្ថានក្នុងសម្ព័ន្ធភាពយោធាការពារជាតិរួមគ្នាជាមួយអារ៉ាប៊ីសាអូឌីតបង្កើតអ្វីដែលអ្នកយុទ្ធសាស្ត្រហៅថា Nuclear Deterrent សម្រាប់អារ៉ាប៊ីសាអូឌីតទោះបីជាកិច្ចព្រមព្រៀងមិនបានលើកឡើងយ៉ាងច្បាស់លាស់អំពីអាវុធនុយក្លេអ៊ែរក៏ដោយការពិតជាយុទ្ធសាស្ត្រគឺច្បាស់លាស់ណាស់ដោយមិនចាំបាច់បញ្ជាក់ឡើយអ៊ឺរ៉ង់បានចេញមកប្រតិកម្មភ្លាមបន្ទាប់ពីកិច្ចព្រមព្រៀងនេះបានចុះហត្ថលេខាហើយបញ្ជាក់ថាកិច្ចព្រមព្រៀងក្រដាស់នេះមិនអាចធានាសុវត្ថិភាពសម្រាប់អារ៉ាប៊ីសាអូឌីតបានពិតប្រាកដនោះទេប៉ុន្តែប្រតិកម្មខ្លាំងរបស់អ៊ឺរ៉ង់បានបង្ហាញថាមិនសប្បាយចិត្តចំពោះកិច្ចព្រមព្រៀងនេះឡើយទីក្រុងម៉ាកាសមិនបានកំណត់ចំពោះតែប្រទេស3នោះទេ
ទស្សនាវដ្តី Foreign Policy ដែលជាទស្សនាវដ្តីវិភាគវិទ្យាសាស្ត្រនយោបាយឈានមុខគេក្នុងពិភពលោកបានរាយការណ៍ក្នុងខែកក្កដាឆ្នាំ2026ថាកំពុងមានចរន្តមួយដែលកើតឡើងដែលគេហៅថា Sunni Axis ឬខ្លឹមអំណាច Sunni ថ្មីដោយមានអារ៉ាប៊ីសាអូឌីតជាមេដឹកនាំនិងកាតាអេស៊ីបទួរគីនិងប៉ាគីស្ថានចូលរួមរបាយការណ៍នេះបានបញ្ជាក់ថាអារ៉ាប៊ីសាអូឌីតដឹកនាំដោយ MBS កំពុងជំរុញការបង្កើតក្របខ័ណ្ឌសន្តិសុខថ្មីមួយដែលមិនពឹងផ្អែកលើសហរដ្ឋអាមេរិក UAE ឬអារ៉ាប់រួម Emirates មិនទាន់បានចូលរួមជាមួយក្រុមនេះនៅឡើយទេដោយសារតែ UAE ជ្រើសរើសភាពស្និទ្ធស្នាលជាមួយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលដែលជាផ្លូវផ្សេងគ្នាកាសែតឈានមុខគេរបស់អ៊ីស្រាអែល Haaretz វិភាគថានេះជាសញ្ញាច្បាស់លាស់បំផុតនៃការធ្លាក់ចុះឥទ្ធិពលរបស់សហរដ្ឋអាមេរិកក្នុងតំបន់ទន្ទឹមនឹងនេះកាសែត Al Jazeera បានបោះពុម្ពអត្ថបទមួយដែលមានចំណងជើងថា American Middle East មានន័យថាមជ្ឈិមបូព៌ាក្រោយយុគសម័យសហរដ្ឋអាមេរិកកំពុងលេចចេញជារូបរាងហើយ Sunni Axis មួយឈុតនេះបើរាប់បញ្ចូលប្រទេសទាំង5គឺអារ៉ាប៊ីសាអូឌីតទួរគីប៉ាគីស្ថានកាតានិងអេស៊ីបមានប្រជាជនលើសពី600លាននាក់គ្រប់គ្រងប្រេងកាតភាគច្រើនរបស់ពិភពលោកមានកងទ័ពជាច្រើនដែលរឹងមាំក្នុងការប្រយុទ្ធហើយត្រូវបានការពារដោយអាវុធនុយក្លេអ៊ែរក្រុមនេះមិនអាចមើលរំលងបានទេតើនេះឆ្លុះបញ្ចាំងពីអ្វីកិច្ចព្រមព្រៀងថ្ងៃទី7ខែសីហាឆ្នាំ2026នៅទីក្រុងម៉ាកាសនឹងត្រូវបានកត់ត្រាក្នុងសៀវភៅប្រវត្តិសាស្ត្រជាចំណុចរបត់ដ៏សំខាន់បំផុតមួយនៅក្នុងសន្តិភាពពិភពលោកក្នុងសម័យទំនើបសហរដ្ឋអាមេរិកនៅតែជាមហាអំណាចយោធាខ្លាំងបំផុតលើពិភពលោកប៉ុន្តែអ្វីដែលខ្លួនកំពុងបាត់បង់គឺការជឿទុកចិត្តពីសម្ព័ន្ធមិត្តរបស់ខ្លួនទំនុកចិត្តមិនមែនជាអ្វីដែលអាចទិញបានដោយលុយឬអាវុធនោះទេតែត្រូវបង្កើតឡើងដោយសកម្មភាពជាប់លាប់និងប្រើពេលជាច្រើនទសវត្សរ៍តែអាចបាត់បង់វិញយ៉ាងឆាប់រហ័សដោយការបរាជ័យមួយចំនួនអារ៉ាប៊ីសាអូឌីតដែលជាសម្ព័ន្ធមិត្តសំខាន់នៅមជ្ឈិមបូព៌ាអស់រយៈពេល50ឆ្នាំកំពុងស្វែងរកសម្ព័ន្ធមិត្តសន្តិសុខថ្មីដោយខ្លួនឯងសញ្ញានេះខ្លាំងគ្រប់គ្រាន់សម្រាប់ទីក្រុងវ៉ាស៊ីនតោនពិភពលោកកំពុងចូលទៅក្នុងអ្វីដែលអ្នកជំនាញហៅថា Multipolar World ដែលតំបន់នីមួយៗកំពុងចាប់ផ្ដើមគ្រប់គ្រងដោយខ្លួនឯងដោយមិនពឹងផ្អែកលើមហាអំណាចតែមួយក្រុមមជ្ឈិមបូព៌ាកំពុងបង្កើត Sunni Axis ថ្មីមួយប្រទេសចិននិង BRICS កំពុងកសាងប្រព័ន្ធហិរញ្ញវត្ថុស្របគ្នាហើយអឺរ៉ុបកំពុងស្វែងរកឯករាជ្យភាពជាយុទ្ធសាស្ត្រកាន់តែច្រើនទាំងនេះគឺជាផុសស្រាល់តែមួយហើយកិច្ចព្រមព្រៀងថ្ងៃទី7ខែសីហាឆ្នាំ2026នៅទីក្រុងម៉ាកាសគឺជាចំណុចរបត់ដ៏សំខាន់បំផុតមួយក្នុងសន្តិភាពពិភពលោកក្នុងសម័យទំនើប